ប្រការ2ត្រូវចែងអំពីការនិរាករនៅប្រការទាំងឡាយដែលត្រូវបានកែសម្រួលប្រការ3ត្រូវចែងអំពីអ្នកដែលត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចកែសម្រួលនេះចាប់ពីថ្ងៃចុះហត្ថលេខាទ័រផ្នែកបញ្ចប់រួមមាន11ទីកន្លែងនិងការបរិច្ឆេទ12មុខតំណែងហត្ថលេខី13ហត្ថលេខា14ត្រា15ឈ្មោះហត្ថលេខីនិង16កន្លែងទទួល11ទីកន្លែងនិងការបរិច្ឆេទគឺជាឈ្មោះទីកន្លែងនិងថ្ងៃខែឆ្នាំនៃការចេញសេចក្តីសម្រេចទីកន្លែងនិងការបរិច្ឆេទត្រូវសរសេរថ្ងៃខែឆ្នាំតាមចិនកុដនៅពីខាងលើថ្ងៃខែឆ្នាំតាមសូរិយាគិតនិងនៅទំព័រខាងស្តាំពីក្រោមបន្ទាត់ចុងក្រោយនៃប្រការចុងក្រោយចិនកុដនៅបន្ទាត់ទី1និងសូរិយាគិតចុះបន្ទាត់នៅជួរទី2ឲ្យស្មើជួរបន្ទាត់ទី1 12មុខតំណែងហត្ថលេខីគឺជាឈ្មោះមុខតំណែងរបស់អ្នកដែលត្រូវចុះហត្ថលេខាលើសេចក្តីសម្រេចហើយត្រូវសរសេរជាអក្សរឆ្លាក់មូលនៅប៉ែកខាងស្តាំនៃទំព័រខាងក្រោមទីកន្លែងនិងការបរិច្ឆេទ13ហត្ថលេខាហត្ថលេខីត្រូវចុះហត្ថលេខារបស់ខ្លួននៅចំកណ្ដាលនិងពីក្រោមមុខតំណែងហត្ថលេខីអ្នករៀបចំសេចក្តីសម្រេចត្រូវទុកចន្លោះសមល្មមសម្រាប់ចុះហត្ថលេខា14ត្រាគឺជាត្រាផ្លូវការរបស់រដ្ឋបាលក្រុងស្រុកត្រាត្រូវបោះនៅផ្នែកខាងឆ្វេងជាន់ពីលើហត្ថលេខាប្រហែល1/3 ត្រាមិនត្រូវបោះជាន់ពីលើហត្ថលេខាទាំងស្រុងឡើយ15ឈ្មោះហត្ថលេខីគឺជាឈ្មោះជាផ្លូវការរបស់អ្នកចុះហត្ថលេខាហើយត្រូវសរសេរឈ្មោះឬបោះត្រាឈ្មោះនៅខាងក្រោមហត្ថលេខាឈៀងខាងស្តាំដោយមិនត្រូវឲ្យជាន់លើត្រារបស់រដ្ឋបាលឡើយ16កន្លែងទទួលគឺជាឈ្មោះអង្គភាពនានាដែលត្រូវទទួលសេចក្តីសម្រេចដើម្បីជូនជ្រាបនិងប្រការចុងក្រោយនៃសេចក្តីសម្រេចដែលទទួលខុសត្រូវអនុវត្តកន្លែងទទួលត្រូវប្រើទំហំអក្សរតូចជាងទំហំអក្សរអត្ថបទចំនួន2លេខហើយត្រូវសរសេរនៅរឹមទំព័រខាងឆ្វេងខាងក្រោមមុខតំណែងហត្ថលេខីមួយបន្ទាត់ចុងក្រោយគេនៃកន្លែងទទួលគឺត្រូវសរសេរថាឯកសារកាបវត្ត 4.3 សេចក្តីណែនាំ 4.3 និយមន័យសេចក្តីណែនាំគឺជាលិខិតបទដ្ឋានកិត្តិយសមួយប្រភេទដែលរដ្ឋបាលក្រុងស្រុករៀបចំឡើងដើម្បីណែនាំឬកំណត់អំពីបែបបទនីតិវិធីអនុវត្តកិច្ចការនានារបស់រដ្ឋបាលក្រុងស្រុកសេចក្តីណែនាំមិនត្រូវមានខ្លឹមសារផ្ទុយពីរដ្ឋធម្មនុញ្ញច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យប្រកាសលិខិតបទដ្ឋានកិត្តិយសនានារបស់ថ្នាក់ជាតិឬដីកានិងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាខ្លួនឡើយបើពុំនោះសោតសេចក្តីណែនាំនោះនឹងពុំមានសុពលភាពឡើយ 4.3 ពីដំណើរការនៃការរៀបចំនិងការអនុម័តសេចក្តីណែនាំការកំណត់តម្រូវការនៃការដាក់ចេញសេចក្តីណែនាំត្រូវបានកំណត់ដោយផ្អែកតាមលិខិតបទដ្ឋានកិត្តិយសរបស់ឋានៈជាតិឬដីកានិងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឬតម្រូវការក្នុងមូលដ្ឋានតម្រូវការនៃការដាក់ចេញសេចក្តីណែនាំផ្អែកតាមតម្រូវការក្នុងមូលដ្ឋានត្រូវសម្រេចដោយអភិបាលក្រុងស្រុកការរៀបចំសេចក្តីព្រាងនាយករដ្ឋបាលដោយមានជំនួយពីអង្គភាពនានារបស់ក្រុងស្រុកត្រូវសិក្សាស្រាវជ្រាវអំពីគ្រប់ខណ្ឌច្បាប់វិភាគអំពីបញ្ហានិងមូលហេតុនៃបញ្ហានិងកំណត់ដំណោះស្រាយសមស្របនានាសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងសេចក្តីណែនាំរៀបចំសេចក្តីព្រាងសេចក្តីណែនាំទៅតាមទម្រង់និងគោលការណ៍ឬវិធាននានានៃលិខិតបទដ្ឋានកិត្តិយសនានារបស់ថ្នាក់ជាតិដីកានិងសេចក្តីសម្រេចរបស់រដ្ឋបាលក្រុងស្រុកមុននឹងដាក់ជូនក្រុមប្រឹក្សាពិនិត្យនិងអនុម័តនៅពេលទទួលបានសេចក្តីព្រាងសេចក្តីណែនាំអភិបាលត្រូវកោះប្រជុំគណៈអភិបាលរបស់ខ្លួនដើម្បីពិនិត្យនិងឯកភាពទៅលើសេចក្តីព្រាងសេចក្តីណែនាំកិច្ចប្រជុំនេះអាចជាកិច្ចប្រជុំសាមញ្ញឬកិច្ចប្រជុំវិសាមញ្ញរបស់គណៈអភិបាលនៅក្នុងកិច្ចប្រជុំនេះអភិបាលអាចស្នើឲ្យនាយករដ្ឋបាលធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់នៃសេចក្តីព្រាងសេចក្តីណែនាំមុនពេលគណៈអភិបាលពិភាក្សានិងឯកភាពនៅក្នុងកិច្ចប្រជុំនេះគណៈអភិបាលអាចសម្រេចដូចខាងក្រោមឯកភាពទាំងស្រុងលើសេចក្តីព្រាងសេចក្តីណែនាំមិនឯកភាពផ្នែកមួយចំនួននៃសេចក្តីព្រាងសេចក្តីណែនាំក្នុងករណីនេះគណៈអភិបាលត្រូវណែនាំដល់នាយករដ្ឋបាលអំពីចំណុចនានាដែលត្រូវកែសម្រួលឡើងវិញនាយករដ្ឋបាលត្រូវកែសម្រួលសេចក្តីព្រាងសេចក្តីណែនាំទៅតាមការណែនាំរបស់គណៈអភិបាលហើយដាក់ជូនគណៈអភិបាលពិនិត្យនិងឯកភាពឡើងវិញនៅចំណុចដែលបានកែសម្រួលទាំងនោះបន្ទាប់ពីទទួលបានការឯកភាពពីគណៈអភិបាលនាយករដ្ឋបាលត្រូវដាក់ជូនក្រុមប្រឹក្សានៅសេចក្តីព្រាងសេចក្តីណែនាំដើម្បីពិនិត្យនិងអនុម័តការពិនិត្យនិងការអនុម័តរបស់ក្រុមប្រឹក្សានៅពេលទទួលបានសេចក្តីព្រាងសេចក្តីណែនាំប្រធានក្រុមប្រឹក្សាត្រូវកោះប្រជុំក្រុមប្រឹក្សាដើម្បីពិនិត្យនិងអនុម័តទៅលើសេចក្តីព្រាងសេចក្តីណែនាំកិច្ចប្រជុំនេះអាចជាកិច្ចប្រជុំសាមញ្ញឬកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាហើយត្រូវអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សានៅក្នុងកិច្ចប្រជុំនេះប្រធានក្រុមប្រឹក្សាអាចស្នើឲ្យនាយករដ្ឋបាលធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់នៃសេចក្តីព្រាងសេចក្តីណែនាំនៅមុនពេលក្រុមប្រឹក្សាពិភាក្សានិងអនុម័តប្រធានក្រុមប្រឹក្សាត្រូវធានាឲ្យមានការចូលរួមពីគណៈអភិបាលការិយាល័យនិងអង្គភាពនានារបស់ក្រុមប្រឹក្សាព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សាធារណជននិងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងកិច្ចប្រជុំពិនិត្យនិងអនុម័តនេះ
ក្រុមប្រឹក្សាត្រូវអនុម័តសេចក្តីព្រាងសេចក្តីណែនាំដោយសំឡេងលើសពីពាក់កណ្ដាលនៃចំនួនសមាជិកក្រុមប្រឹក្សាទាំងមូលក្នុងករណីសំឡេងអនុម័តស្មើគ្នាសំឡេងរបស់អធិបតីអង្គប្រជុំមានវត្តមានភាពនៅក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាអាចសម្រេចដូចខាងក្រោមអនុម័តទទួលយកសេចក្តីព្រាងសេចក្តីណែនាំទាំងស្រុងឬមិនទទួលយកចំណុចមួយចំនួននៃសេចក្តីព្រាងសេចក្តីណែនាំក្នុងករណីនេះក្រុមប្រឹក្សាត្រូវណែនាំដល់នាយករដ្ឋបាលអំពីចំណុចនានាដែលត្រូវកែសម្រួលឡើងវិញនាយករដ្ឋបាលត្រូវកែសម្រួលសេចក្តីព្រាងសេចក្តីណែនាំទៅតាមការណែនាំរបស់ក្រុមប្រឹក្សាហើយដាក់ជូនក្រុមប្រឹក្សាពិនិត្យនិងអនុម័តឡើងវិញនៅចំណុចដែលបានកែសម្រួលទាំងនោះបន្ទាប់ពីសេចក្តីព្រាងសេចក្តីណែនាំត្រូវបានអនុម័តដោយក្រុមប្រឹក្សានាយករដ្ឋបាលត្រូវរៀបចំបែបបទដើម្បីដាក់ជូនអភិបាលចុះហត្ថលេខាទៅតាមនីតិវិធីរដ្ឋបាលដែលបានកំណត់